ខុយបានថតរងជាមួយនឹងគ្នាហើយឥឡូវហ្នឹងគឺពួកគេដល់មកទីប្រត់បដ ឆ្នាំនេះអ្នកបាននៅថ្នាក់ជាមួយនឹងដាក់យ៉ងគឺសិតតែមានសំណាងដល់ឥឡូវនេះអញ្ចឹងឈ្នះគេទៀតហើយនេះហើយការប្រកួតនេះប៉ះគ្នាជាមួយនឹងថ្នាក់របស់ចុងវូនទៀតយើងឃើញថាប្រូហ្នឹងដូចយើងទាញទុំមិនហីនេះអាចចង់ខ້ອຍនៅប្លែកឲ្យមិត្តរួមថ្នាក់របស់គាត់បះជើងគប់គ្នាទៀតមុខនេះដឹងតែអត់ចង់ឈ្នះដាក់យ៉ងហ្មងខ້ອຍពីបានសម្រេចការងារដ៏អស្ចារ្យរួចអ្នកផ្សេងក៏បានមកអបអរនាងពេញតនឹងហ្មងអាទូឯងមិនសូវមាត់ប្រមាណទេណាតែយបជីយ៉ននោះនិយាយពីថាឡើងខ្មើបដ ជីយ៉នបានប្រាប់ឲ្យគ្រប់គ្នាដែលបានមកហ្នឹងឲ្យតែណៃគេខំ level 3គឺដាច់ខាតអត់ឲ្យនិយាយជាមួយនឹងដាក់យ៉ងនោះទេឬតែអញ្ចឹងដាក់យ៉ងដាក់ក្បាលមកដៃបដ ឃើញហើយអញ្ចឹងឲ្យសមមុខដាក់យ៉ងនិយាយថាយបឯងល្មមឈប់គិតគូរឲ្យហឹង level អីនឹងទៀតទៅសម្រាប់នាងសិស្សនៅក្នុងលំដាប់ណាក៏នាងនិយាយហៅបានដែរបន្ទាប់ពីនោះពួកគេក៏បានទៅមើលការប្រកួតថ្មីមួយទៀតដែលវាគឺជាការប្រកួតទាត់បាល់ហើយសំខាន់ណាស់ខំខ្លាំងប៉ះខំខ្លាំងទៀតណាវគ្គនេះគឺជាការប្រកួតគ្នារវាងថ្នាក់របស់ជេយ៉ុនជាមួយនឹងចុងវូនអាយ៉ាហោដងប៉ះគ្នាតែនៅក្រៅឯណាឥឡូវហ្នឹងមកជួបគ្នានៅលើទីលានវិញម្ដងមើលណាគេអ្នកឈ្នះការប្រកួតមួយហ្នឹងយើងក៏បានឃើញថាមានជាការស្វិតស្វាញខ្លាំងយកតែមែនតែនទាំងជេយ៉ុងហើយនឹងចុងវូនគឺសុទ្ធតែចង់ឈ្នះរៀងៗខ្លួនបែបនេះវាធ្វើឲ្យការប្រកួតមួយហ្នឹងកាន់តែល្អមើលបន្ថែមទៀតដោយសារតែវាគឺជាការប្រកួតស៊ីសាច់ហត់ឈាមគ្នាវាងប្រុសស្អាតពីរប្រចាំសាលារបស់ពួកគេហើយនេះគឺមានអ្នកទស្សនាស្អាតៗមកច្រើនគ្នាខ្លាំងក្នុងចំណោមនោះយើងក៏បានឃើញដាក់យ៉ងជាមួយនឹងជីយ៉ានមកមើលគេដែរនាងបានប្រាប់ទៅកាន់ដាក់យ៉ងថាកាលពីឆ្នាំទី1ពីរអ្នកហ្នឹងក៏ធ្លាប់បានប្រកួតគ្នាម្ដងដែរមើលទៅលើកនេះគឺជាគូសងសឹកហើយអាយ៉ាមើលប្រូជេយ៉ងអត់ទាត់បានធម្មតាអត់កើតទេណាសិតតែលាត់អាវបញ្ចេញសាច់ផែកឯណាឃើញតែប៉ុណ្្នឹងអ្នកទស្សនានាំគ្នាស្រែកឡើងផ្អើលហើយម៉ាក់ហ្នឹងចាយអត់មើលទៅជាដាក់យ៉ងឯនោះឡើងខ្ទាតឈាមចេញមកហើយបន្តិចក្រោយមកយើងក៏បានឃើញថាជេយ៉ងគឺមានជាការប៉ះគ្នាជាមួយនឹងចុងវូនហើយតាមគ្នាចុះឡើងចុងក្រោយជេយ៉ងក៏ទទួលបានបាល់មួយនោះហើយសុទ្ធបញ្ចូលទីភ្លាមតែម្ដងខប់ចុងក្រោយហ្នឹងក៏ធ្វើឲ្យខំរបស់គាត់ទទួលបានជោគជ័យនៅក្នុងការប្រកួតមួយនឹងដែរអូយនឹងចុងវូនសយមេចាញ់ទៀតហើយបាទចាដាក់យ៉ងរបស់យើងវិញគ្មាន enjoy ជាមួយនឹងការទាត់បាល់អីហ្នឹងទេគឺនាងចាប់អារម្មណ៍ជាមួយនឹងការស្លៀកពាក់របស់ពីរនាក់ហ្នឹងដោយជេយ៉ងគឺគាត់បានពាក់សមដៃខ្មៅហើយអាហ្នឹងនាងដឹងហើយដោយសារតែដៃរបស់គាត់ហ្នឹងមានស្នាមរបួសដោយសារចាក់បញ្ចូលកាលពីថ្ងៃមុននោះចំណែកចុងវូនវិញគឺគាត់ពាក់អាសមជើងខ្មៅនោះពាក់ឡើងវែងហ្មងមើលទៅពីរនាក់ហ្នឹងសុទ្ធតែមានកន្លែងលាក់បាំងដូចគ្នាទោះបីជាត្រូវបានចាញ់នៅក្នុងការប្រកួតហ្នឹងក៏ដោយប៉ុន្តែប្រជាប្រិយភាពរបស់ចុងវូនគឺមិនបានបាត់បង់នោះទេឃើញហើយគាត់តែចាប់ការប្រកួតភ្លាមមានសេចស្អាតយកទឹកឲ្យភ្លាមប៉ុន្តែចុងវូនគាត់មិនបានខ្វល់ជាមួយនឹងម្នាក់ស្រីហ្នឹងនោះទេគាត់តែកន្លែងទៅឃើញដាក់យ៉ងភ្លាមគាត់ក៏បានដើរទៅរកនាងបដ រួចហើយទៅដើមទឹកពីដៃរបស់ដាក់យ៉ងយកមកផឹកទៀតមិនចេះនេះទឹកស្អាតម្នាក់ស្រីនោះឲ្យមិនក៏មិនយកផឹកមកទៅដើមបាគ្នាតែផឹកបានបន្តិចផងផឹកទឹកបាគេមិនកើតផឹកទឹកបាអូនមិនឆ្ងាញ់យកបាគេអញ្ចឹងហើយធ្វើច្រឹកដូចអត់ដឹងរឿងអីទៀតណាបាទចាស់ដាក់យ៉ងវិញឡើងឆ្ងល់ហ្មងទឹកដូចតែគ្នាសោះហ្នឹងមានអាណាអត់ឆ្ងាញ់មានអាណាឆ្ងាញ់ទៀតចំពោះការប្រកួតមួយនេះសម្រាប់ចុងវូនគាត់ក៏រៀងអន់ចិត្តបន្តិចដែរនេះក៏ព្រោះថាកាលពីឆ្នាំមុនហ្នឹងគឺគាត់ជាអ្នកឈ្នះឥឡូវហ្នឹងមកឲ្យគេទៅដើមបានវិញចាញ់គេពីមួយមិញហ្នឹងអញ្ចឹងតើបានគ្នារៀងស្ដាយអាគ្នាខំនិយាយឡើងកំសត់អញ្ចឹងហើយដាក់យ៉ងអត់មានលួងលោមគ្នាសំបីតែបន្តិចពេលហ្នឹងគុំតែបានអាយ៉នទេណាគុំអីអាប៉ែនោះចេញយំបាត់ទៀតហើយដោយសារឥឡូវហ្នឹងអាកាសធាតុរៀងក្តៅហើយនេះពួកគេក៏បំរុងថានឹងទៅញ៉ាំក្រែមជាមួយនឹងគ្នាចាំមិនហ្មងឥឡូវហ្នឹងចុងវូនគឺគាត់ស្គាល់កន្លែងមួយហើយនេះគាត់ក៏បាននាំពីអ្នកហ្នឹងទៅនៅទីនោះគឺជាហាងក្រែមដ៏លំដាប់មួយទៅដល់ភ្លាមពួកគេក៏បានឃើញស្លាកដែលគេដាក់នៅក្បែរនោះថ្ងៃហ្នឹងខាងហាងគេក៏មានរៀបចំការប្រកួតប្រជែងមួយដែរហើយនោះគឺជាការលេងហ្គេម PP Roll អ្នកទាំងអស់គ្នាដែរឃើញអាហ្គេមហ្នឹងគេលេងគ្នាពីរនាក់ហើយខំអីឲ្យបានខ្លីនេះដូចនឹងរូបនេះចឹងអ្នកទាំងអស់គ្នាបុគ្គលិកនៅកន្លែងហ្នឹងគាត់ក៏បានប្រាប់ទៅកាន់ពួកគេថាបើសិនជាពួកគេអាចបំបីកំណត់ត្រាដែលខំបាននៅសល់ខ្លីជាងគេគឺខាងហាងនឹងឲ្យពួកគេញ៉ាំហ្វ្រីពេញមួយជីវិតតែម្ដងអាយ៉ាតែប៉ុណ្្នឹងដាក់យ៉ងគឺមានជាការចាប់អារម្មណ៍ទៀតហើយ brand ណាមួយហ្នឹងគឺមិនមែនជា brand ធម្មតានោះទេវាគឺជាហាងដ៏ល្បីមួយហើយនេះបើបានញ៉ាំពេញមួយជីវិតគឺលុយកប់សេរីយកបដ យណាមិនដឹងទេប៉ុន្តែដាក់យ៉ងវិញដឹងតែលេង 100% ហើយហើយនេះនាងក៏បានហៅជីយ៉នហ្នឹងលេងជាមួយនាងប៉ុន្តែសម្រាប់ជីយ៉នមិនតែគិតដូចដាក់យ៉ងណានាងថាពួកយើងមានលុយត្រូវអត់អញ្ចឹងទៅគ្រាន់តែទិញក្រែមមកដើមមានអីពិបាកហើយចាំបាច់ទៅលេងអញ្ចឹងធ្វើអីនាងអត់ព្រមលេងនោះទេហើយនេះនាងក៏បានឲ្យដាក់យ៉ងហ្នឹងលេងជាមួយនឹងអាប៉ែចុងវូនោះទៅធ្វើអញ្ចឹងមិនកើតដាក់យ៉ងអត់ព្រមលេងជាមួយនឹងអាប៉ែមួយហ្នឹងនោះទេព្រោះនាងនឹងថាអាប៉ែហ្នឹងគឺជាធម្មតាជួយចាត់កេងចំណេញមកលើនាងហ្នឹងហ្មងឃើញហើយគ្រាន់តែលឺថាអញ្ចឹងភ្លាមអាប៉ែហ្នឹងចាប់ផ្ដើមញញឹមបិទមាត់លេងចិត្តបដ យហ្នឹងហើយសុទ្ធតែថាដាក់យ៉ងហ្នឹងលេងជាមួយគាត់ទៅគាត់ដឹងតែជួយឲ្យនាងឈ្នះគេហ្មងថាអីចេះខុសអាប៉ែហ្នឹងអញ្ចឹងមែនចំណែកជីយ៉នវិញឥឡូវហ្នឹងគឺចាប់ផ្ដើមគិតចាញ់កណ្ដាត់ក្រក់ទៀតហើយដល់នាងគិតថាដាក់យ៉ងចង់លេងហ្គេមមួយហ្នឹងគឺដោយសារតែនាងចង់មានភាពស្និទ្ធស្នាលជាមួយនឹងអាប៉ែចុងវូនហ្នឹងហើយចាញ់មកគិតថាដាក់យ៉ងរបស់យើងជាព្រានបរោះបដ យហ្នឹងគិតរួចយប៉ែជីយ៉នហ្នឹងក៏បាន
ដើរថយក្រោយឃើញថាដាក់យ៉ងអត់ចាប់អារម្មណ៍ហើយយាយប៉ាក់នឹងហត់ចេញពីកន្លែងនឹងបាត់ចំណែកដាក់យ៉ងវិញគ្រាន់តែបានគិតរកវិធីដោះសារជាមួយនឹងយាយប៉ាក់នឹងហើយនាងក៏បានក្លែកមកលួងជីយ៉នម្ដងទៀតតែថាយាយប៉ាក់នឹងបាត់សមោសូនឈឹងបដ ដោយរួចហើយនាងក៏បានសួរប្រជុំវួននៅក្បែរនោះហើយគាត់ក៏ថាដឹងដែរគាត់ទៅឃើញយាយប៉ាក់នឹងក្បែរទៅខាងក្រោយហើយហត់បាត់ទៅអត់ប្រាប់គាត់ដែរនឹងរួចហើយគាត់ក៏បានសុំឲ្យនាងនឹងលេងជាមួយគាត់ម្ដងទៀតតែលើកនេះដាក់យ៉ងក៏អត់ព្រមដែរទោះបីយាយប៉ាក់ជីយ៉ននឹងអត់នៅក៏នាងមិនព្រមលេងជាមួយនឹងប៉ាក់នឹងដាច់ខាតព្រោះនាងគិតថាប៉ាក់ជុំវួននឹងមានអីលាក់បាំងច្រើនណាស់ហេតុនេះនាងត្រូវតែនៅឲ្យឆ្ងាយពីប៉ាក់មួយនឹងបើចុងវួនវិញឮគេថាអត់លេងជាមួយចឹងហើយចាប់ផ្ដើមធ្វើមកគួរអាណិតទៀតហើយគាត់ក៏បានសួរទៅកាន់នាងថាបើសិនជានាងអត់ព្រមលេងជាមួយគាត់តើនាងនឹងលេងវាជាមួយនឹងណាគេកុំប្រាប់ថាជាមួយនឹងប៉ាក់ម្នាក់នោះនាងខំសួរឡើងកំសត់ប៉ុន្តែយាយប៉ាក់នឹងគ្មានបានស្ដាប់សូម្បីតែមួយម៉ាត់ព្រោះឥឡូវហ្នឹងនាងកំពុងតែរវល់គិតរឿងពី3នៅពេញគ្រូក្បាលនេះគិតបដាដាក់យ៉ងក៏បានចេញពីកន្លែងហ្នឹងបដាឃើញទេចង់វួនទេអត់ចេះខុសទេដាក់យ៉ងគឺបានមកហៅប៉ាក់ចេះយ៉ងនេះមែនសម្រាប់នាងពីរនាក់ហ្នឹងគឺនាងអត់មានទុកចិត្តមួយណាទេប៉ុន្តែគ្រាន់តែថានាងដឹងពីប៉ាក់ចេះយ៉ងនេះជាងអញ្ចឹងហើយក៏រើសយកគាត់បដាទៅខ້ອຍពីបាននិយាយត្រូវគ្នាឲ្យអស់ហើយពីរនាក់ហ្នឹងក៏បានចូលមកអង្គុយដើម្បីស្ដាប់លក្ខខណ្ឌជាមួយនឹងការប្រកួតរបស់គេបងអ្នកលក់ហ្នឹងក៏បានប្រាប់ទៅកាន់ពួកគេថាសម្រាប់ហ្គេមមួយនេះគឺពួកគេមានលក្ខខណ្ឌពីរបើសិនជាធ្វើខុសគឺពួកគេនឹងចាញ់ដោយស្វ័យប្រវត្តិទី1គឺគេហាមមិនឲ្យមាត់របស់ពួកគេហ្នឹងប៉ះគ្នានោះទេហើយទី2គឺឲ្យយកដៃប៉ះសូកូឡាមួយហ្នឹងកំឡុងពេលនោះយើងក៏បានឃើញថាមានអ្នកទស្សនាច្រើនគួរសមហើយប្រុសចុងវូនក៏នៅមើលគេទាំងក្តៅចិត្តដែរបើអ្នកផ្សេងនៅកន្លែងហ្នឹងវិញខំវិភាគឡើងពេញនឹងបដ យពួកគេឆ្ងល់ថាហេតុអីបានជាប្រូចេះយ៉ងគាត់ព្រមលេងអាកែបែបអញ្ចឹងដែររដងគ្នាមិនដែលមាត់ផងហ្នឹងឥឡូវនេះមកគេមកឯងអញ្ចឹងបដ យអ្នកនរគ្នាមើលភ្នែករបស់ប្រូចេះយ៉ងហ្នឹងគាត់ពីស្លឹងឃើញចុងវូនកំពុងតែមើលហើយគាត់មានជាការលះជាមួយនឹងអាកែបហ្នឹងបដ យអប៉ិនហ្នឹងចង់ឌឺប្រូចុងវូនហ្នឹងហ្មងប៉ុន្តែមុននឹងចាប់ផ្ដើមគេក៏បានសួរបញ្ជាក់ទៅកាន់ដាក់យ៉ងដែរអើយរឿងអញ្ចឹងចាំបាច់សួរបញ្ជាក់អីនេះដាក់យ៉ងតែថាចង់ធ្វើអីហើយគឺធ្វើហ្នឹងហើយមិនបាច់សួរច្រើនទេគាត់ពីបានស្ដាប់ចម្លើយរួចចេះយ៉ងក៏បានចាប់ទាញតុកនេះមកចិត្តគាត់អាយ៉ាអត់ហ៊ានមើលទៀតទេនេះកុំថាឡើយតែយើងសូម្បីតែដាក់យ៉ងក៏មានជាការភ័យខ្លួនដែររួចហើយចេះយ៉ងគាត់ក៏បានខំអាសូកូឡាមួយហ្នឹងហើយក៏អន់ទៅចិត្តដាក់យ៉ងយកបដ យអើយនៅតែអ្នកខ្លះឯនោះឈោមើលគេមិនដឹងថាជឿចាំមិនទេឃើញគេធ្វើអញ្ចឹងនៅមុខវាខឹងមួយហើយរឿងមួយទៀតនោះគឺស្ដាប់លើស័ព្ទផ្សេងនិយាយដើមពួកគេមិនឲ្យគេនិយាយមិនពួកអីនៅក្នុងសាលាមួយហ្នឹងណាគេក៏ស្មានដែរថាប្រូចុងវូនគឺមានទំនាក់ទំនងជាមួយនឹងដាក់យ៉ងអូយមិនឥឡូវហ្នឹងមកស្នាជាមួយនឹងអ្នកផ្សេងវិញសើហ្មងចេះនិយាយដើមគេនៅមុខគេចឹងទៀតក្លែកមកមើលដាក់យ៉ងអានេះវិញឥឡូវនេះនាងមានជាការផ្លាស់ប្ដូរចិត្តហើយព្រោះថាអាកែបនេះលេងយូរទៅដូចរឿងលើសមិនទេនេះប៉ុន្តែធ្វើអញ្ចឹងមិនកើតឥឡូវហ្នឹងមកដល់ពាក់កណ្ដាលផ្លូវឯហ្នឹងភ្លាមចេះយ៉ងគាត់ក៏បានចាប់ករបស់នាងពួកគាត់ខ្លាចយាយប៉ាក់ហ្នឹងហើណែមើលភ្នែករបស់គេឡើងហត់សាហាវហ្មងពីអ្នកហ្នឹងលេងមែនតើណៃតាកំឡុងពេលដែលចេះយ៉ងចូលកាន់តែចិត្តទៅយើងកាត់មកមើលចេះយ៉ងនៅនេះវិញប្រាប់ឲ្យអត់មានមកខឹងអត់មានអីណារឿងហ្នឹងគេកាត់អញ្ចឹងមែនឥឡូវនេះចេះយ៉ងគឺបានមកហៅប្រូថេអងឲ្យទៅមើលព្រោះថាកម្រឃើញអាប្រតិកម្មមួយហ្នឹងណាហមអស់គ្នាឡើងតំណាប់តំណៃដល់ទៅពេលទៅដល់គឺខុសពីការពិតបដ យនេះស្មានតដាក់យ៉ងលេងជាមួយនឹងប៉ាក់ចុងវូនោះតាហួយមែនឥឡូវហ្នឹងមកលេងជាមួយនឹងប្រូចេះយ៉ងនេះវិញចប់ហើយខុសការស្មានអស់លេងបដ យអូតាមពិតទៅចេះយ៉ងដឹងហើយតាមពិតដាក់យ៉ងចាប់អារម្មណ៍ទៅលើប៉ាក់ចេះយ៉ងនោះតាហើយបើថេអងវិញឥឡូវគឺគាត់មានជាការឆ្អើមគាត់តែឃើញដាក់យ៉ងធ្វើរឿងចឹងគាត់លេងចេញក្អួតយកបដ យវាមិនដែរទេនេះអាណាគេដល់ថ្នាក់ហ្នឹងគាត់bịបានទ្រាំទ្រឆ្អែតឆ្អន់អស់ហើយដាក់យ៉ងក៏សម្រេចចិត្តខំដើម្បីបញ្ចប់ហ្គេមមួយហ្នឹងរួចហើយបងអ្នកលក់ក៏បានយកវាទៅវាស់ចុងក្រោយពួកគេរកឃើញថាអ្នកទាំងពីរហ្នឹងអត់បានឈ្នះនៅក្នុងហ្គេមមួយហ្នឹងនោះទេឬតែប៉ុណ្្នឹងដាក់យ៉ងគឺមានជាការក្តៅចិត្តយកបដ យខំលះបងអស់ឡើងមកកណ្ដោចុងក្រោយអត់បានឈ្នះទៀតហួចរបស់យកណាខំបានទូជាងនឹងទៀតនេះដូចយាយប៉ាក់ហ្នឹងល្អអញ្ចឹងចេះយ៉ងក៏បានប្រាប់នាងដែរគាត់ថាអាហ្នឹងឯងមុនហ្នឹងគាត់ឲ្យយាយប៉ាក់ហ្នឹងនៅស្ងៀមអត់ព្រមទេចំណែកដាក់យ៉ងក៏បន្ទោសប៉ាក់ហ្នឹងដែរនាងថាឲ្យនាងនៅស្ងៀមមិនបើមករបស់ពួកគេចិត្តប៉ះគ្នាឯហ្នឹងអត់យល់ទេនេះបានម្នាក់មួយហើយអត់សុខចិត្តទៀតកំឡុងពេលនោះប្រូចុងវូនក៏បានហៅនាងដែរប៉ុន្តែដាក់យ៉ងឥឡូវតែជាប់និយាយគ្នាអត់បានស្ដាប់ប៉ាក់ហ្នឹងទេភ្លាមស្រាប់តែមានភ្លៀងធ្លាក់មនុស្សគ្រប់គ្នាក៏បានហត់ចេញពីកន្លែងហ្នឹងកំឡុងពេលនោះប្រូថេអងក៏បានចាប់អារម្មណ៍ទៅលើប្រូចុងវូនពេលមានភ្លៀងអញ្ចឹងគាត់មានអាការៈចម្លែកហើយក៏បានដើរចេញពីកន្លែងនោះទៅរួចហើយថេអងគាត់ក៏បានទៅរកដាក់យ៉ងហើយអូក៏យាយប៉ាក់ហ្នឹងមកប្រាប់រឿងមួយនេះនៅចាំពីចចាមអារ៉ាមដែលគេនិយាយពាក់ព័ន្ធជាមួយនឹងប្រូចុងវូនហ្នឹងអត់ដែលគេនិយាយថាកាលពីមុនណាមានមនុស្សម្នាក់ចេះទឹកដាក់គាត់នៅកន្លែងម៉ងគំនូកាលពីហ្នឹងទៅអាប៉ាក់ហ្នឹងមិនបាត់ខ្លួនថេអងសង្ស័យថាអាប៉ាក់ចុងវូនហ្នឹងតិចមានជំងឺអីមួយព្រោះថាមិញហ្នឹងគ្រាន់តែឃើញទឹកភ្លៀងក៏គាត់រៀងភ័យដែរហើយហត់ចេញពីកន្លែងហ្នឹងបាត់សូនឈឹងហ្មងចំពោះរឿងមួយនេះដាក់យ៉ងគឺមិនយល់ស្របនោះទេនាងចាំបានថាកាលពីមុនណានាងធ្លាប់ចាប់អាប៉ាក់ហ្នឹងងូតទឹកដែរតាកាលដែលនាងធ្វើឲ្យលាកគាត់ប៉ុន្តែកាលនោះចុងវូនអត់មានអាការៈអីប្លែកផងហ្នឹងបើថាសម្ដីរបស់ដាក់យ៉ងអញ្ចឹងមានតែអាប៉ាក់ហ្នឹងខ្លាចភ្លៀងកំឡុងពេលដែលពីរអ្នកហ្នឹងខ្សឹបខ្សៀវគ្នាប្រូចេះយ៉ងក៏រៀងផ្ទៀងទៅជាស្ដាប់តាមគេដែរចំណែកដាក់យ៉ងវិញទោះបីជាឥឡូវពួកគេមិនទាន់ច្បាស់ថាមានរឿងអីកើតឡើងចំ
ចំពោះអបិនឹងក៏ដោយឥឡូវនេះគឺនាងចង់ទៅរកគេឲ្យឃើញសិនហើយសួរនាំគេបន្ទាប់តយកបដ ទៅតាមផ្លូវនឹងមិនចាយនេះអបិនឹងទៅតាមផ្លូវនេះភ្លៀងធ្លាក់យ៉ាងខ្លាំងហើយអបិនឹងដើរកាត់ភ្លៀងទៅប្រយបដ នៅតាមផ្លូវនាងក៏បានគិតដែរថាឥឡូវហ្នឹងពួកគេទាំង3នាក់គឺប្រៀបដូចជាអទេសភ្លើងអញ្ចឹងដោយដាក់យ៉ងកំពុងតែតាមស៊ើបពីប្រូជេយ៉ងហើយប្រូនឹងចាប់អារម្មណ៍ទៅលើប្រូចុងវូនចំណែកអាបិចុងវូននឹងវិញគឺគាត់មានគំនុំជាមួយនឹងលោកម្ចាស់លីហើយក៏ចង់សងសឹកគេដោយផ្ទាល់ដែរអាយ៉ារឿងកាន់តែល្អមើលនេះយើងចាំមើលថាមាននឹងអីកើតឡើងទៀតកុំភ្លេចរងចាំមើលនៅភាគក្រោយណាអ្នកទាំងអស់គ្នាបាយបាយ